ដាក់ CV តាម Telegram បើសិនជាបងប្អូនដាក់តាម Telegram បងប្អូនត្រូវមើលពី profile Telegram របស់យើងសិនណាថា Telegram របស់យើងនឹងដាក់រូបអីហើយឈ្មោះអីណាជាពិសេសខ្ញុំធ្លាប់ឃើញបងប្អូនយើងមួយចំនួនគឺគាត់ដាក់ CV មកតាម Telegram បាទរូប profile អត់ដឹងរូបស្អីគេខ្លះទេជួនកាលដាក់រូបបថៅរូបកបិតរូបលក្ខណៈថារូបខ្មោចរូបស្អីអត់ដឹងជាមនុស្សបែបណាអញ្ចឹងណាលក្ខណៈថាអត់មានអ្វីជាខ្លួនឯងទៅដាក់រូបញ៉ៃញ៉ៃដោះខោអាវមានសាក់ជិះម៉ូតូបរហោះអីចឹងទៅហើយដាក់ទៅគេមកចូលមើល CV របស់យើងបងប្អូនបាទយើងត្រូវរៀបចំ Telegram យើងឲ្យស្អាតដាក់ឈ្មោះឲ្យសមជាមួយនឹងរបស់យើងមកឈ្មោះពិតប្រាកដទៅឧទាហរណ៍ថាកែវមរកតយើងដាក់ឈ្មោះកែវមរកតហ្នឹងមកបាទហើយរូប profile យើងដាក់រូបសមរម្យមួយមករូបរបស់យើងណាដែលស្អាតមួយទៅបាទចាំពេលយើងជប់ដាក់ CV ចាំយើងដូររូបផ្សេងទៀតទៅបាទបើយើងត្រូវដាក់ CV យើងត្រូវដាក់រូបឲ្យស្អាតហើយឈ្មោះឲ្យពេញលេញរបស់យើងមកអាហ្នឹងបានគេឃើញគេមានទំនុកចិត្តលើយើងគេនឹងហៅយើងមកសម្ភាសន៍